នៅទាំងអស់គ្នាដែលឆ្ងល់ថាហេតុអីបានគេនិយមប្រើផ្លែល្ពៅនៅក្នុងពិធីបុណ្យ Halloween ណាត់តើបើសិនជាចង់ដឹងចូលស្ដាប់ទាំងអស់គ្នាផ្លែល្ពៅគឺជានិមិត្តសញ្ញារបស់ Halloween ប៉ុន្តែវាជាអ្នកខ្លាំងបន្លំប្រវត្តិសាស្ត្រឥឡូវយើងមកស្វែងយល់ទាំងអស់គ្នាថាតើហេតុអ្វីបានជាជនអន្តោប្រវេសន៍អៀរឡង់បោះបង់ចោលប្រពៃណីដែលធ្លាប់តែយកស្ពៃក្តាមមកប្រើប្រាស់នៅក្នុងពិធីបុណ្យ Halloween ប្រែជាយកផ្លែល្ពៅមកជំនួសវិញដោយដែលយើងដឹងស្រាប់ហើយថាប្រពៃណី Jack O'Lantern ដើមឡើងមកពីប្រទេសអៀរឡង់ដោយផ្អែកលើរឿងព្រេងរបស់ Stinky Jack ហើយបន្លែដំបូងដែលគេយកមកប្រើប្រាស់ក្នុងពិធីបុណ្យ Halloween នោះគឺស្ពៃក្តោបឬជួនកាលគេយកដំឡូងបារាំងឬមើមយេនគេបានឆ្លាក់បន្លែទាំងនេះដើម្បីបំភ្លឺផ្លូវសម្រាប់វិញ្ញាណដែលវង្វេងនិងបំភ័យវិញ្ញាណដែលអាក្រក់ទាំងអស់គ្នាអញ្ចឹងបានន័យថាគេប្រើប្រាស់ល្ពៅនៅក្នុងពិធីបុណ្យ Halloween ហ្នឹងគឺដើម្បីបំភ្លឺផ្លូវដល់វិញ្ញាណដែលគាត់វង្វេងហើយនឹងបំភ័យវិញ្ញាណដែលអាក្រក់ចេញនៅពេលដែលជនអន្តោប្រវេសន៍អៀរឡង់និង Scotland រាប់ពាន់នាក់បានមកដល់អាមេរិកខាងជើងក្នុងទសវត្សរ៍ឆ្នាំ1800ពួកគេបានរកឃើញថាស្ពៃក្តោបមិនសូវមានច្រើនទេទាំងអស់គ្នាកន្លែងនេះចង់បានន័យថាស្ពៃក្តោបដែលធំសម្រាប់យកមកប្រើប្រាស់នៅក្នុងពិធីបុណ្យ Halloween ហ្នឹងគឺវាអត់ងាយរកបានទេណាទាំងអស់គ្នាអញ្ចឹងផ្លែល្ពៅវាសម្បូរច្រើនអញ្ចឹងមិនគេយកផ្លែល្ពៅយកមកប្រើប្រាស់វិញណាទាំងអស់គ្នាពួកគេបានឃើញថាផ្លែល្ពៅនិងផ្លែត្រសក់ធំមានច្រើននិងងាយស្រួលដាំដុះហើយមានសភាពទន់ប្រហោងនៅខាងក្នុងដែលធ្វើឲ្យកាន់តែងាយស្រួលនិងលឿនជាងមុននៅក្នុងការឆ្លាក់ទាំងអស់គ្នាចំណុចហ្នឹងគឺចង់បានន័យថាផ្លែល្ពៅហើយនិងផ្លែត្រសក់គឺគេងាយនឹងរកបានមែនតើផ្លែល្ពៅនិងផ្លែត្រសក់ធំគឺងាយនឹងរកមែនតើហើយវាងាយស្រួលនៅក្នុងការឆ្លាក់មុខមាត់ទៀតអ្នកទាំងអស់គ្នាដែលឃើញល្ពៅដែលគេឆ្លាក់នៅពេលគេធ្វើពិធីបុណ្យ Halloween ហ្នឹងគឺគេឆ្លាក់មុខមាត់របៀបមុខមាត់ខ្មោចរបៀបចឹងរបៀបខ្មោចចឹងហើយសម្រាប់ផ្លែល្ពៅគឺមានអត្ថប្រយោជន៍ច្រើនមែនតើអ្នកទាំងអស់គ្នាគឺគេអាចយកទៅធ្វើម្ហូបញ៉ាំក៏បានយកមកធ្វើនំចំណីអីញ៉ាំក៏បានដែរហើយកាន់តែពិសេសគឺគេយកមកប្រើប្រាស់នៅក្នុងពិធីបុណ្យ Halloween ហ្នឹងហ្មងផ្លែល្ពៅមានទំហំធំនិងមានពណ៌ទឹកក្រូចដ៏ភ្លឺច្បាស់បានធ្វើឲ្យវាក្លាយជាការបង្ហាញដ៏អស្ចារ្យនិងងាយស្រួលមើលជាងមុននៅរាត្រី Halloween ដ៏ងងឹតហើយផ្លែល្ពៅគឺជានិមិត្តសញ្ញាចុងក្រោយនៃថ្ងៃឈប់សម្រាកក្នុងសហរដ្ឋអាមេរិកហើយបន្ទាប់មកបានរីករាលដាលទូទាំងពិភពលោកចឹងសាច់រឿងខាងលើហ្នឹងគឺជាដើមហេតុដែលគេយកផ្លែល្ពៅមកប្រើប្រាស់នៅក្នុងពិធីបុណ្យ Halloween ណាអ្នកទាំងអស់គ្នាចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងឈប់ឆ្ងល់